កូរ៉េខាងត្បូងនៅប្រទេសថៃទាត់ចោលការចុះផ្សាយបំភ្លៃរបស់កាសែតបាងកកប៉ុស្តិ៍តាក់ទងទៅនឹងបញ្ហាប្រឆាំងឧក្រិដ្ឋកម្មអនឡាញស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងបាងកកនៅថ្ងៃទី15ខែតុលាឆ្នាំ2025នេះបានចេញមកទាត់ចោលនៅការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍តែថាកូរ៉េខាងត្បូងអាចចាត់វិធានការយោធាប្រឆាំងឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាក្រោយហេតុការណ៍ស្លាប់និស្សិតកូរ៉េម្នាក់នៅខេត្តកំពតប្រទេសកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងបាងកកអះអាងថារដ្ឋបាលកូរ៉េខាងត្បូងនឹងប្រឹងប្រែងដោះស្រាយបញ្ហានេះតាមរយៈយន្តការការទូតពលគឺទីក្រុងសេអ៊ូលមិនមានផែនការដាក់ពង្រាយកម្លាំងយោធារបស់ខ្លួនដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញដោយការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នោះឡើយតើតើបញ្ហាស្លាប់និស្សិតកូរ៉េខាងត្បូងនៅខេត្តកំពតក្រសួងមហាផ្ទៃកម្ពុជាបានអះអាងពីឆន្ទៈរបស់រាជរដ្ឋបាលកម្ពុជាក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទលោកទូចសុខៈណែនាំពាក្យរងក្រសួងមហាផ្ទៃបានអះអាងឲ្យដឹងថាហេតុការណ៍ស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពតក្រសួងមហាផ្ទៃនឹងអញ្ជើញស្ថានទូតកូរ៉េខាងត្បូងដើម្បីមកស្ដាប់ការពន្យល់និងបង្ហាញបច្ចុប្បន្នភាពបន្ថែមពីឯកសារផ្លូវការបានក្នុងផតរបស់ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសថៃហ្នឹងគេបានសរសេរថាគោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងតើតើទៅនឹងអត្ថបទដែលមានចំណងជើងថា Call Scam Deal Key to Peace ដែលចុះផ្សាយនៅទំព័រខាងមុខនៃកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី15ខែតុលាមានដូចតទៅរដ្ឋាភិបាលកូរ៉េនឹងដោះស្រាយបញ្ហាដែលកើតមានឡើងតាមរយៈប្រព័ន្ធការទូតផ្ទុយទៅវិញអត្ថបទដែលសរសេរនៅក្នុងសារព័ត៌មានបាងកក Post បានសរសេរថាកូរ៉េត្បូងអាចនឹងប្រើកម្លាំងទ័ពបាទដើម្បីដោះស្រាយបញ្ហាជាមួយកម្ពុជាការសរសេរអត្ថបទរបស់បាងកក Post នេះគឺថាបំភ្លឺការពិតមែនតែនបាទខាងស្ថានទូតគេសរសេរបែបផ្សេងតែបាងកក Post បែរជាបំភ្លៃលើអត្ថបទដើមបាទមានថាកាសែតនៅថៃនេះគឺថាបកកែបណ្ឌិតបកកែលាបពណ៌ខ្លាំងណាស់បាទគេសរសេរបែបនេះឯងមកបន្ថែមលបោយវាលើសពីការពិតបើតាមលទ្ធផលនៃប្រតិបត្តិការស៊ើបអង្កេតករណីធាតុកម្មលើនិស្សិតកូរ៉េខាងត្បូងអាយុ22ឆ្នាំបង្ហាញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីការធ្វើទារុណកម្មគណៈសមត្ថកិច្ចកម្ពុជាមិនបានទទួលបណ្ដឹងពីសញ្ញាឬស្ថានទូតកូរ៉េឡើយក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ជនសង្ស័យជាជនជាតិចិនចំនួន3នាក់និងបន្តចាប់ខ្លួនបកពួក2នាក់ទៀតដោយយកមកអនុវត្តច្បាប់ជាមួយគ្នានេះក្រសួងមហាផ្ទៃក៏នឹងពន្យាការស៊ើបអង្កេតលើប្រភពការបទល្មើសដំបូងរួមទាំងអ្នកពាក់ព័ន្ធទៀតផងដែរវីដេអូឃ្លីបចេញមកនិយាយអំពីសុវត្ថិភាពនៅក្នុងនៃប្រទេសកម្ពុជាយើងមិនមែនអាណាធិបតេយ្យជួលច្បល់ពោពេញទៅដោយការឆបោកបាណាបាណីដោយការលើកឡើងរបស់ថ្នាក់ដឹកនាំកូរ៉េនោះទេបាទអញ្ចឹងសួរថាតើមហាជនទូទៅទាំងជាតិអន្តរជាតិគេរស់នៅក្នុងប្រទេសកម្ពុជាហ្នឹងមិនក៏គេរស់បានបាទហើយខ្ញុំសូមបញ្ជាក់ជូនថាអាការឆបោកតាមអនឡាញនេះវាជាការឆបោកជាអន្តរជាតិវាមិនមែនឃើញមនុស្សចាប់ស្រូបយកមកឆបោកបានទេអាហ្នឹងគេតំណតំណងតាមប្រព័ន្ធអ៊ីនធឺណិតបាទមិនមែនហាមធ្វើដំណើរទៅនេះហាមធ្វើដំណើរទៅនោះហ្នឹងទេគឺគេឆបោកតាមប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងអ្វីដែលសំខាន់ហ្នឹងប្រទេសមួយនោះសាធារណរដ្ឋកូរ៉េក៏ដោយនោះអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរបស់ខ្លួនបានយល់អំពីប្រភេទនៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឲ្យច្បាស់អំពីល្បិចកិច្ចកលរបស់ជនល្មើសដែលគេឆបោកតាមប្រព័ន្ធអនឡាញរបៀបម៉េចអំពីនៃភាពគ្រោះថ្នាក់ដែលកើតចេញពីការឆបោកតាមប្រព័ន្ធអនឡាញរបៀបម៉េចអំពីឧបាយកលទុច្ចរិតផ្សេងតាក់របស់នៃជនល្មើសនោះរបៀបម៉េចខ្លះនោះយើងត្រូវអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋរបស់យើងបាទមិនថាតែកូរ៉េត្រូវផ្សព្វផ្សាយអប់រំទេកម្ពុជាក៏ធ្វើដូចគ្នាប្រទេសគ្រប់ទាំងអស់ហ្នឹងគឺត្រូវធ្វើអាហ្នឹងដូចគ្នាបាទមិនមែនមកអង្គុយដើរដាក់បំរាមចុចហាមទៅនេះហាមទៅនោះចឹងទេអាហ្នឹងមិនស៊ីសង្វាក់មិន logic មិនសមស្របទេបាទតើតើត្រង់បទអក្រិតអនឡាញនេះគឺអនុរដ្ឋមន្ត្រីការបរទេសទី2លោកស្រីគឺបានចូលមកដើម្បីសហការជាមួយប្រទេសកម្ពុជាយើងចាត់វិធានការទៅលើបទល្មើសនោះបាទ
ហើយបើតាមប្រសាសន៍របស់សម្ដេចបវរធិបតីលោកបានស្វាគមន៍បាទចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកូរ៉េត្បូងបាទដោយមិនចាំបាច់ពឹងភាគីទី3ទេបាទភាគីទី3ដែលសម្ដេចអាចចង់និយាយនោះគឺថាប្រទេសថៃនេះឯងបាទព្រោះប្រទេសថៃហ្នឹងក៏គេបោះបលយពាក្យថាបើកម្ពុជាគ្មានសមត្ថភាពបាទកម្ចាត់បទល្មើសអនឡាញទេគេនឹងលុកដៃចូលបាទបទល្មើសអនឡាញនេះគឺជាបញ្ហាមួយធំមែនទែនបាទតើតើនឹងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរបទល្មើសអនឡាញនេះគឺថាវាតើតើនឹងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាផងនិងភ្ញៀវទេសចរផងបាទហើយសង្ឃឹមថារដ្ឋាភិបាលយើងនឹងដោះស្រាយបញ្ហានេះឲ្យកាន់តែឆាប់បាទថៃប៉ះសម្ដីជាមួយសៀមបង្កើតជារឿងក្តៅគគុកតាក់ទងទៅនឹងបញ្ហាចាក់សម្លេងខ្មោចលើទឹកដីកម្ពុជាប្រទេសថៃកំពុងតែជជែកគ្នានិងប៉ះសម្ដីគ្នាឯងយ៉ាងក្តៅគគុកជុំវិញសម្លេងជុំវិញការចាក់សម្លេងខ្មោចលើនៅលើទឹកដីកម្ពុជាក្នុងភូមិប្រច័នឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគំនិតដ៏ស្មោកគ្រោកនៃការរៀបចំចាក់សម្លេងខ្មោចនិងឆ្កែលូកើតចេញពីអ្នកលេងបណ្ដាញសង្គមថៃឈ្មោះកានចងផាឡាំងដែលគេចង់បង្កការរំខាននិងបំភ័យទៅដល់បងប្អូនខ្មែរទាំងអត់ខ្វល់ថាគេកំពុងយកឈ្មោះប្រទេសថៃទៅសំអុយលើឆាកអន្តរជាតិជុំវិញរឿងនេះសមាជិកប្រសិទ្ធភាពថៃលោកស្រីអាងកាណានីឡាផៃជីតបានស្នើដល់រដ្ឋបាលទីក្រុងបាងកកត្រូវពិនិត្យលើករណីដែលបុគ្គលម្នាក់នេះប្រើសម្លេងប្រឆាំងពលរដ្ឋខ្មែរលោកស្រីនិយាយថារដ្ឋាភិបាលថៃគួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណាបង្កឲ្យមានអារម្មណ៍ភ័យខ្លាចប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់ប្រជាជនទោះបីអ្នកស្ថិតក្នុងស្ថានភាពចំនួនក៏ដោយជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្តក្រោមអនុសញ្ញាប្រឆាំងទារុណកម្មនិងការប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មឯទៀតដែលខុសខើអមនុស្សធម៌ឬបន្ថោកបន្ទាបហៅកាត់ថា CAT ដែលថៃជារដ្ឋភាគីប៉ុន្តែថៃខ្លួនឯងនឹងអត់បានមកធ្វើតាមទេបាទទោះបីយ៉ាងណាក៏ដោយប្រតិកម្មរបស់លោកស្រីបានបញ្ឆេះឲ្យមានកំហឹងពលរដ្ឋថៃដែលបង្វេងប្រសាសន៍មួយចំនួនដែលកំពុងរស់នៅប្រៀបបានទៅនឹងអង្កែបក្នុងដងជឿតែពាក្យកុហកមិនទទួលស្គាល់ការពិតចាត់ស្ដែងមកតាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃអាទិត្យទី12ដុល្លារឆ្នាំ2025អ្នកលេង TikTok ឈ្មោះចៃអានីបានក្តៅស្លឹកត្រចៀកនឹងលោកស្រីដោយស្ដីឲ្យសមាជិកសភារូបនេះថាអ្នកអង្គុយតែក្នុងម៉ាស៊ីនត្រជាក់គ្មានដឹងខ្យល់អ្វីទេទន្ទឹមនោះចៃអានីនឹងក៏បបួលលោកស្រីទៅព្រំដែនជាមួយគ្នាពី3ថ្ងៃផងដែររឿងរ៉ាវនេះសបញ្ជាក់ឲ្យច្បាស់ថាពលរដ្ឋថៃមួយចំនួនខ្វះការយល់ដឹងនិងគ្មានមនុស្សធម៌ក្នុងខ្លួនហើយយកការមើលងាយធ្វើបាបអ្នកដទៃជាល្បែងកម្សាន្តតើនេះឬជាប្រទេសស៊ីវិល័យដែលសម្បូរទៅដោយមនុស្សប្រព្រឹត្តទង្វើស្មោករោគបែបនេះតើហេតុអ្វីប្រទេសថៃចូលចិត្តលើកតម្កើងមនុស្សដែលប្រព្រឹត្តទង្វើថោកទាប